ទីបំផុតតែកង់ឡានកុងតឺន័រដែលបើកបរបែបប្រហើនក៏ក្លឿនបែបប្រមាថអាយុជីវិតអ្នកដំណើរនៅលើដងផ្លូវជាតិលេខ3ត្រូវបានស្នងការដ្ឋាននគរបាលខេត្តតាកែវស្វែងរកឃើញហើយនឹងនាំមកយកមកធ្វើការវាស់កម្ពស់នៅស្នងការរួចរាល់ហើយបាទដោយមួយរយៈពេលមុនបងប្អូនបានឃើញនៅវីដេអូមួយដែលអ្នកដំណើរនៅលើដងផ្លូវបាទតាមបណ្ដោយផ្លូវជាតិលេខ3ម្ដុំស្តុកអង្គតសោកបាទម្ដុំចិត្តស្តុកអង្គតសោកគាត់ធ្វើការថតនៅសកម្មភាពរបស់កង់ឡានកុងតឺន័រម្នាក់តែបើកបរយ៉ាងប្រហើនក៏ក្លឿនប្រមាថអាយុជីវិតអ្នកដំណើរលើដងផ្លូវបើកបររេពេញផ្លូវបាទស្ទើរតែបង្កគ្រោះថ្នាក់ចរាចរណ៍ទៅលើអ្នកដំណើរទៅហើយដោយចាប់ប្រាំងអូតណាត់តំណែងពីពេញផ្លូវយកតែម្ដងសកម្មភាពយ៉ាងប្រហើនរបស់អ្នកបើកបរឡានកុងតឺន័រម្នាក់ហ្នឹងគឺជាសកម្មភាពមួយពិបាកទទួលយកខ្លាំងមែនទែនណាបងប្អូនបាទពិបាកទទួលយកខ្លាំងមែនទែនមើលទៅតាមសកម្មភាពរបស់អ្នកបើកបរឡានកុងតឺន័រហ្នឹងខ្ញុំគិតថាគួរតែពិនិត្យទឹកនោមមើលផងបាទពិនិត្យទឹកនោមមើលផងសួរថាអាចនឹងមានសារធាតុញៀនឬអត់បានជាបើកបរបែបក៏ក្លឿនប្រហើនមិនគោរពច្បាប់មិនឲ្យតម្លៃអាយុជីវិតទៅកាន់អ្នកដំណើរនៅលើដងផ្លូវតតែសោះអញ្ចឹងណាបងប្អូនបាទបើកបររេពេញផ្លូវបើកបរកញ្ឆក់កញ្ឆេងចាប់ប្រាំងអត់តណាត់តណៃបងប្អូនមើលទៅសកម្មភាពឃើញហើយបាទឥឡូវនេះស្នងការដ្ឋាននគរបាលខេត្តតាកែវក្រោយពីឃើញវីដេអូបែកធ្លាយបាទបង្ហោះមួយរយៈពេលកន្លងមកហ្នឹងបានស្រាវជ្រាវឃើញចាប់យកមកវាស់កម្ពស់បានសម្រាប់ហើយណាបងប្អូនបានសម្រាប់ហើយប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យមានការរឹតបន្តឹងបន្ថែមនិងដាក់បន្ទុកឲ្យកាន់តែធ្ងន់នេះដើម្បីឲ្យមានការរៀងចាលទៅលើសកម្មភាពយ៉ាងកក្លឿនរបស់អ្នកបើកឡានកុងតឺន័រហ្នឹងគួរណាតែដកបានបើកបរបាទដកបានបើកបរមួយរយៈពេលសិនទៅបាទអាចចន្លោះ3ខែ6ខែឡើងលើអញ្ចឹងទៅណាដើម្បីឲ្យមានភាពរៀងចាលបើនាំយកមកត្រឹមតែមានការវាស់កម្ពស់អប់រំធ្វើកិច្ចសន្យាខ្ញុំគិតថាអត់មានភាពរៀងចាលទេសម្រាប់សកម្មភាពយ៉ាងកក្លឿនរបស់អ្នកបើកឡានកុងតឺន័រម្នាក់ហ្នឹងសម្រាប់បងប្អូនយល់យ៉ាងណាដែរបើយកត្រឹមតែមកអប់រំវាស់កម្ពស់តើវាគ្រប់គ្រាន់នឹងសកម្មភាពបាទយ៉ាងកក្លឿនរបស់អ្នកបើកឡានកុងតឺន័រនឹងដែរឬអត់សម្រាប់ខ្ញុំគួរតែដកបានបើកបរមួយរយៈពេលសិនទៅទើបជាការល្អទើបជាសារព្រមានទៅកាន់អ្នកបើកបរផ្សេងៗទៀតហ្នឹងឲ្យមានការប្រុងប្រយ័ត្ននិងគោរពទៅតាមច្បាប់ឲ្យមានការផ្ដល់តម្លៃទៅកាន់អាយុជីវិតអ្នកដំណើរតាមដងផ្លូវបាទបើយកត្រឹមតែធ្វើការវាស់កម្ពស់អប់រំខ្ញុំគិតថាគឺអត់មានភាពរៀងចាលទេណាបងប្អូនអត់មានភាពរៀងចាលទេសកម្មភាពមួយនេះគឺវាពិតជាពិបាកទទួលយកខ្លាំងមែនទែនបើសិនជាបង្កគ្រោះថ្នាក់កើតឡើងអាចនឹងមានសោកនាដកម្មកើតឡើងហើយបាទធម្មតាឡានធំបើមានការប៉ះពាល់គឺមានគ្រោះថ្នាក់ធ្ងន់តែម្ដងណាបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនយល់យ៉ាងណាដែរបាទគួរតែដកបានបើកបរគួរតែដាក់វិន័យឲ្យធ្ងន់បន្ថែមទៀតជំនួសដោយត្រឹមតែយកមកអប់រំធ្វើកិច្ចសន្យានិងវាស់កម្ពស់បាទ